សំលេងមកកាកត្រាដួងច័ន្ទចូលស្នេហ៍ប្រសិនជាសំលេងហាក់ដូចជាសប្បាយចិត្តដល់ហើយចាមកពេលនេះចង់ទទួលទានអីដែរមកប្រហែលហើយលោកអរគុណហើយចាហេតុអីបានថ្មនេះហើយបងឆៃដៀងនៅតែមិនទាន់មកទៀតក៏ប៉ាល់ហោះចុះតាំងពីយូរហើយតាបងរហ័នពេលនាងភិនបន្តិចទៀតប៉ាឲ្យមកដល់ហើយប៉ាជារបស់ច្រើនពេកក៏មិនដឹងទីរបស់យមផ្ញើនាងភិនទេដឹងនោះអីបងចន្ទ្រានោះអីបងឆៃដៀវមែនហើយចាអញ្ចឹងយើងទៅជាមួយគ្នាតែម្ដងទៅចាំចែកផ្លូវគ្នាទីក្រុងក៏បានដែរក្រុងបាទនៅតែស្អាតបាត់ដដែលណោះសួស្ដីភិនសួស្ដីបងឆៃដៀវជំរាបសួរមីងចន្ទ្រាជំរាបសួរចាជំរាបសួរបាទជំរាបសួរចានេះក្លឹបធ្នេនជាមិត្តភក្តិខ្ញុំនៅស្ថានទូតនៅប្រទេសបារាំងយូរហើយស្រាប់តែមានចិត្តនឹកស្រុកបានសុំផ្លាស់ត្រឡប់មកវិញតែម្ដងរីករាយដែលបានស្គាល់ចាហ៊ានរីករាយដែលបានស្គាល់ចាបាទដូចគ្នានេះចាអរគុណលោកឆៃដៀវឯណាចយមែនហើយចយនេះណាចយហ៎អូយយ៉ាប់ដល់ហើយបងខ្ញុំខំទូរស័ព្ទទៅប្រាប់មិត្តភ័ក្តិដែលជាសាស្ត្រាចារ្យនៅអជូឡាឲ្យជួយប្រាប់ពីរឿងបងឆៃដៀវផ្ដល់កម្មវិធីត្រឡប់មកវិញនេះតែមិនដូច្នោះឯណាហេតុអីចយមានណាត់ទទួលទានបាយជាមួយមិត្តភ័ក្តិពេលរសៀលម៉ោង3បានជាគេសុំដល់ខ្លួនជាមិត្តភ័ក្តិប្រផងចាពិតមែនទេប៉ាឲ្យលោកឆៃដៀវបានបែកទៅយូរហើយបានជាលោកឆៃដៀវមិនដឹងថាក្មួយចយរបស់លោកផ្លាស់ប្ដូរយ៉ាងម៉េចទៅហើយតាមការពិតទោះគេគ្មានណាជាមួយអ្នកណាក្នុងថ្ងៃនេះនាងក៏នៅតែមិនមកនឹងឯងអ្នកណាទៅដឹងមែនទេលោកអូយទៅអស់ហើយនំនេះទៅអស់ហើយបើដូច្នោះលោកនេនមិនបាច់ទៅប្រចាំការនៅឯប្រទេសបារាំងទៀតទេមែនទេបាទតែនៅស្រុកទេគីយូទៅក៏នឹកស្រុកខ្លួនឯងដែរបានហើយម្យ៉ាងទៀតលោកឆៃដៀវក៏ផ្លាស់ត្រឡប់មកវិញបានជាខ្ញុំឆ្លៀតឱកាសសុំផ្លាស់មកជាមួយតែម្ដងអ្នកផាគីនឹងត្រង់អភិសេកយ៉ាងម៉េចទៅហើយឆៃដៀវសុខសប្បាយជាទេមែនទេបានសុខសប្បាយទេអរគុណបាទលោកប៉ាបានផ្ញើការនឹករលឹកមកលោកអ៊ំទាំងពីរទៀតផងបាទតាមការពិតម៉ាក់ក៏ចង់ត្រឡប់មកព្រមគ្នាដែរតែបារម្ភពីលោកប៉ាបានជានៅទីនោះរហូតដល់លោកប៉ាចូលនិវត្តន៍សិនខ្ញុំយល់ថាមិនយូរប្រហែលលោកនឹងត្រឡប់មកស្រុកថៃយើងហើយបងឆៃដៀវពិសាទឹកចាអរគុណលោកឆៃដៀវគូដណ្ដឹងលងគួរឲ្យស្រឡាញ់ណាស់ខ្ញុំមើលទៅស័ក្តិសមគ្នាដល់ហើយបើដូច្នោះលោកឆៃដៀវត្រូវនៅផ្ទះគ្រឹស្ណរ័ត្នតែម្នាក់ឯងហើយមែនទេបាទតាមការពិតបងឆៃដៀវគួរតែមកនៅទីនេះតែម្ដងទៅនៅផ្ទះម្នាក់ឯងអបសុកស្លាប់ហើយមែនទេលោកប៉ាមែនហើយបើឆៃដៀវចង់នៅទីនេះក៏បានដែរព្រោះមានសាមន្ទុំសល់ច្រើនណាស់ណាមិនអីទេបាទនាំតែរំខានលោកឆៃដៀវមានតែរំខានអីលោកយើងសិតតែជាសាច់ញាតិតាអត់រំខានទេលោកនេះផ្ដល់ឲ្យអ្នកដទៃចាំផ្ទះយូរឲ្យបាទខ្ញុំចង់ត្រឡប់ទៅមើលខុសត្រូវផ្ទះដែរហើយម៉ាក់ក៏បានទូរស័ព្ទឲ្យគេឈូសស្មាតផ្ទះបានរួចរាល់សូមកុំបារម្ភអីបាទផាគីនេះឆៃឌីគេធំហើយធ្វើមើលតាគេនឹងនៅកូនក្មេងអញ្ចឹងលោកបងផាគីគេស្រឡាញ់ឆៃឌីមិនដឹងដូចស្អីទេចាចៅផាក់ហើយថ្ងៃនេះចយក៏អត់ទៅទទួលឆៃឌីទេហ៎
លេង ចយច្បាស់ក្នុងចិត្តហើយថាមកដល់ម៉ោង 6 កណាច្បាស់ហើយ ខ្ញុំថាមុខតែមានការផ្លាស់ប្ដូរមិនខាននេះបើពូដៀងមកដល់ម៉ោង 6 មែនឯណាអ្នកផ្ទះចយមិនឃើញមានអ្នកណាមកទទួលម្នាក់ទេមែនទេបង្ក្រើក មែនហើយបងថាចយ รอคอยมานานตามหาคนห่วงใยหวังเอาไว้ว่าสักวันคงได้เจอทรมานกับรักที่ล่วง ចាជំរាបសួរចាជំរាបសួរចាលោកពូជំរាបសួរចា អជំរាបសួរ ខ្ញុំសុំទោសណាស់តែមិនអាចទៅទទួលពូបានទទួលពេលរសៀលមានប្រឡងចា មិនអីទេពូត្រឡប់មុនពេលកំណត់ហើយ មួយណាចយលោក មិនមែនទេនេះជាកូនរបស់បងចន្ទ្រានតាមួយនេះភឹមហើយមួយនេះព្រឹម សួស្ដីភេមព្រេម ចាសួស្ដីអេហើយលោកស្គាល់នឹងចយដែរហ៎ អត់ស្គាល់ទេគឺគ្រាន់តែបាននិយាយចាំទៅក៏ដូចជាស្គាល់ដែរព្រោះការនៅប្រទេសបារាំងលោកឆៃឌីអូសាននិយាយពីរឿងចយប្រាប់ខ្ញុំណាស់រហូតដល់ខ្ញុំបានស្គាល់ចយទៅហើយណាបាទ បានជ្រុលធ្នេតចង់ជួបចយដែរ អញ្ចឹងឲ្យថាបានលោកគិតថាខ្ញុំនឹងបង្ភីមជាចយ ពេលនេះជារយៈពេលប្រឡងហ៎ ចា ហើយចយជាប់ប្រឡងដូចជាភឹមនិងព្រឹមដែរហើយបានជាមិនឃើញមក អញ្ចឹងហ៎ អ្នកណាថានេះប្រហែលជាពូអត់ដឹងទេព្រោះអីតាំងតាពីចយបានរៀននៅจุฬាគេត្រឡប់មកផ្ទះយប់ប្រលប់អត់រាល់តែថ្ងៃណាពូហើយនេះមិនដឹងជាទៅឯណាទេ អាឡៃទៅប្រុសប្រាយទៅទីលោកធនេតជាមួយឆៃឌីត្រូវគេងនៅនេះទៅ អញ្ចឹងខ្ញុំទៅស្អី បាទ សុំជើញចា ជើញចា អញ្ជើញ ស្ដាយដល់ហើយថ្ងៃនេះខ្ញុំក៏មិនបានជួបចយលោក មិនបានជួបថ្ងៃនេះថ្ងៃក្រោយគង់តែបានជួបទេអ៊ំស្វាយ ចា ប្រាប់ចយផងថាស្អែកល្ងាចខ្ញុំនឹងមក ចា បាទ ខ្ញុំក៏មកដែរ ចា បានកាត់បានមកទៀតហ្នឹង ណែព្រេមមិនបានជិននិយាយថាចយអញ្ចឹងហ៎កូន បងភីតថាឲ្យកូនធ្វើអីហ៎ភីមនិយាយត្រូវហើយតាមែនទេនាងភិនលោកតានិនសង្ហាដល់ហើយបងភីម នេះដូចជាចេញមុខដល់ហើយណានាង នាងចយមានអ្នកណាជូនមកទេបងក្រាស់នាងលេចចាហើយនាងចយឲ្យឡាយទៅណាហ្នឹងដឹងទេថាពុតដៀងមករកអូយជប់សិននាងចយលោកឆៃឌីត្រឡប់ទៅវិញហើយមួយសន្ទុះមុននេះពុតដៀងមកតាំងពីកាលខ្ញុំមិនបានដឹងតតែសោះខ្ញុំទៅឯដនមើងមិនឃើញមាននរណាគេម្នាក់ទេលោកមកមុនពេលកំណត់បានទូរស័ព្ទមកជម្រាបលោកតាហើយគ្រប់គ្នាក៏នាំគ្នាទៅទទួលលោកឆៃឌីវតាំងពីរសៀលម៉ោង 2 ម្លេះហើយតែមកគ្មាននរណាប្រាប់ខ្ញុំសោះអញ្ចឹងចុះក្រែងនាងភិនទូរស័ព្ទទៅមិញភិនយ៉ាងម៉េចអ៊ំគ្មានទេគ្មានអីទេតែនាងចយកុំទៅចិត្តអីពូឌីវមិនបានថាអីឲ្យនាងទេហើយលោកធនិនក៏មកដែរលោកធនិនចង់ជួបនាងចយណាលោកធនិនចាពូឌីវបានផ្ដាំឲ្យអ៊ំប្រាប់នាងចយថាល្ងាចស្អែកនេះលោកនឹងលោកធនិនមករកប៉ិតមែនទេប៉ិតមែនហើយស្អែកនាងចយចេញពីរៀនកុំទៅណាបញ្ញាប់ត្រឡប់មកផ្ទះណាច្បាស់ហើយអូយ
ឈឺពោះណាមិនបានញ៉ាំអីតាំងពីថ្ងៃត្រង់ម្លេះឃ្លានដល់ហើយចាតាប់ហើយមិនបានមកដល់អញ្ចឹងទៅចង្ក្រានចាំអ៊ំរៀបចំឲ្យញ៉ាំ តែលោកឆៃដៀវទៅចាក់ទៅជុំគួរចង់នៅណាស់ ខ្ញុំគ្មានឱកាសបានទៅផ្ទះលោកសោះនឹងឲ្យបានក្រាបប្រណិប័តប៉ាម៉ាក់លោក អូមិនអីទេថ្ងៃមួយគង់តែមានឱកាសបានទៅស្គាល់លោកខានហើយដល់ឱកាសបានខ្ញុំបានជួបក្មួយចយហា កុំបង្ខំពេកនេះបានជួបដែរ អូហូដល់ល្ងាចនេះណោះហ៎អូយចេះតែល្អជាងបន្តិចលោកទៅស្លៀកពាក់ទៅយើងទៅធ្វើកិច្ចការនៅក្រសួងដល់រួចហើយយើងក៏ទៅរកមួយចយណា ស្អីម្លឹងតម្រាំយើងធ្វើកិច្ចការនៅក្រសួងរួចល្ងាចហើយចុះក្រែងលោកថាជួបពេលល្ងាចល្អទេទៅណាទៅរកក្មួយចយទៅលោកទៅស្លៀកពាក់ទៅល្អជាងណា ផឹកកាហ្វេឲ្យរួចសិនទៅ អូហូនៅក្រសួងក៏មានដែរចាំផឹកនៅទីនោះចុះទៅឡើងទៅតែងខ្លួនទៅមកដល់មក លោកគ្រឿងជំរាបសួរ បាទជំរាបសួរអ៊ំ ហើយចយនឹងមិនទាន់ចេញមកទៀតហ៎ប្រហែលជា1ម៉ោងទៀត អូហូនៅដល់1ម៉ោងទៀតឯណោះហ៎ បាទ បើដូច្នោះអ៊ំឋានចាំស្លាប់ហើយ បាទ អញ្ចឹងទៅបើអញ្ចឹងអ៊ំត្រឡប់ទៅផ្ទះមុនទៅចាំខ្ញុំជូនចយទៅក៏បានដែរ អូយមិនកើតទេបាទ ហេតុអីអ៊ំឬក៏អ៊ំមិនទុកចិត្តខ្ញុំ អូហូទេអត់ទេលោកខ្ញុំមិនគិតដូច្នោះទេគឺព្រោះអញ្ចឹងណាអ៊ំស្វ័យបានប្រាប់ខ្ញុំនេះឲ្យចាំទទួលអ្នកនាងចយត្រឡប់ទៅផ្ទះហើយបើអ្នកនាងចយមិនត្រឡប់ទៅព្រមគ្នាជាមួយនឹងខ្ញុំទេខ្ញុំមកទៅត្រូវមិនខានទៀតបាទហេ ចាថ្លៃអើយរឿងតែប៉ុណ្ណេះទេហ៎បើអញ្ចឹងអ៊ំប្រាប់អ៊ំវាយទៅថាខ្ញុំស្ម័គ្រចិត្តជូនចយទៅផ្ទះខ្ញុំថាអ៊ំវាយមិនថាអីទេព្រោះអីអ៊ំវាយចិត្តល្អណាស់ លោកគ្រូបើដូច្នោះខ្ញុំមិនអ៊ំបាទខ្ញុំឮគេល្បីថាអ៊ំចូលចិត្តធ្វើការសិក្សាពីរឿងកាត់លេខរឿងកតុយលេខណា បាទមានខ្លះដែរគ្រាន់តែចាក់លេងប៉ុណ្ណោះទេបាទហាក់កែអបសុក កែអបសុក បាទ ខ្ញុំថាអ៊ំមិនអបសុកទេបើអ៊ំមានអានេះអ៊ំនេះលេខមហាលាភពីលោកតាមហាលាភល្អណាស់នេះខ្ញុំធ្លាប់ឈ្នះត្រូវ15ដងជាប់គ្នាណា ពិតជាត្រូវមែនណា មែនហើយ បាទទៀន ហើយមិនដឹងថាអ៊ំវាយថាឲ្យអ៊ំទេពីរឿង អូហូលោកគ្រឿងវាជារឿងតូចតាចទេកាលបើលោកគ្រឿងជូនទៅក៏ដូចខ្ញុំជូនទៅដែរបាទអ៊ំវាយមិនទៅថាអីទេ លោកឆៃដៀវជប់សិនអូចាំផងកម្លាំងទៅអូលោកឆៃដៀវពីទីនេះទៅចលាឆ្ងាយទេ Bye bye. Trời. Bông crát. Rồi mới nè kia. Ông Than cha. Ông Than nè. Cha. Bọn ơi ông Than tôi lập tập tia hay. ហេតុអីលើអំបាយប្រាប់ថាឲ្យអំថានមកទទួលខ្ញុំហ៎ ដំបងគឺអញ្ចឹងទទួលបងមានការសំខាន់ចង់និយាយជាមួយចយបានជាបងឲ្យអំថានត្រាប់ទៅមុន រឿងអីទៅ អង្គុយសិនមកបងចង់ប្រាប់ចយថាបងបានការធ្វើហើយ ការ មែនហើយបងស្ម័គ្រជាច្រើនកន្លែងរហូតដល់ថ្ងៃនេះមានមួយកន្លែងទទួលបងហើយឲ្យចាប់ផ្ដើមធ្វើការតែម្ដងបានជាបងបញ្ញាមកប្រាប់ចយ ពិតមែនទេខ្ញុំជួយអរណា គឺព្រោះចយនឹងណាធ្វើឲ្យបងមានអារម្មណ៍ថាបងត្រូវតែមានការងារធ្វើអរគុណណាស់ណា អរគុណធ្វើអីបងក្រឹកពូកែកន្លែងណាក៏គេចង់ទទួលឲ្យធ្វើការដែរចា ខ
ក្មេងមួយនេះមកមកគួរឲ្យស្រឡាញ់ណាស់មុខដូចជាស្តៀងអូមហាវិទ្យាល័យនេះមានសុទ្ធតែក្មេងគួរឲ្យស្រឡាញ់អូហើយនោះសង្សារនាងសំគ្នាដល់ហើយ អូយខ្លួនខ្ញុំចំណាស់នេះទៅហើយមិនទាន់មានសង្សារផង លោកឆៃដៀវចុះក្រែងលោកថាមករកចយហ៎ហើយចយចាញ់ពីរៀនមកប្រហែល នាងចេញហើយ អូអញ្ចឹងហ៎ ទៅហើយដែរ ស្អីណា គឺក្មេងស្រីដែលលោកថាគួរឲ្យស្រឡាញ់ដល់ទៅជាមួយសង្សារនាងនោះអី ចាថ្លៃអើយលោកឆៃដៀវមិនលោកមិនចុះទៅហ៎ យើងទៅវិញ ចាថ្លៃអើយលោកឆៃដៀវអូយស្អីនឹងបាត់ដល់សំកុក ប្រាប់ថាគ្រប់លោកក្រឹងដូចបងប្រុសចាស់ ណែញញឹមមិនឈប់តែម្ដងណោះ បងភីម បើស្រឡាញ់គេនៅសម្លឹងដល់ណាទៀតតែបានដែរហ៎នេះធ្វើអ្វីមួយតែមើល ចុះបងចង់ឲ្យខ្ញុំធ្វើមិនទៅ មិនអីទេចាំបងចាត់ការឲ្យនៅទីនេះហើយ មែនទេ បានការអីមែន លោកដៀវ បាទ លោកកាត់អីនឹងខ្ញុំឃើញលោកអង្គុយស្ងៀមយូរហើយណា នឹកទៅដល់ចយកំពុងតែបារម្ភពីនាង អូនេះលោកដៀវចយមិនមែនកូនក្មេងទេណាលោកគេធំពេញកំមុំទៅហើយម្យ៉ាងវិញទៀតរឿងមានអ្នកមកតាក់ទងនេះខ្ញុំថាអូវាជារឿងមួយធម្មតាទេណាលោក រឿងហ្នឹងខ្ញុំយល់ហើយតែវិញដូចគេនេះខ្ញុំចង់ឲ្យគេគិតពីរឿងរៀនជាជាង ចានាងខ្ញុំក៏មានគំនិតដូចលោកដែរចានាងក៏ព្យាយាមប្រាប់នាងចយដែរ ជជែកគ្នារឿងអីហ្នឹងចាពូឌៀវជំរាបសួរចាជំរាបសួរចា អង្គុយសិនមកយ៉ាងម៉េចទៅមកដល់ហ៎ ហេតុហើយពូលោកពូថាណេតព្រីមចង់ជើញលោកពូទៅពិសានំនៅផ្ទះចាព្រីមគេធ្វើខ្លួនឯងផងណាលោកពូ អូពិតមែនទេ ចា អញ្ចឹងចាខ្ញុំធ្វើខ្លួនឯងចា គឺអញ្ចឹងខ្ញុំក៏ចង់ទៅដែរប៉ុន្តែពេលនេះខ្ញុំនៅចាំចយបាន ចយពូតាណេតពូចាំបាច់នៅចាំគេធ្វើអីនោះ មែនហើយតម្រុំតែគេទៅវិញម៉ោង10ម៉ោង11ឯណោះឥឡូវនេះមកផ្ទះវិញយប់ជ្រៅរាល់តែថ្ងៃណាលោកពូអញ្ចឹងខ្ញុំថាអញ្ជើញទៅផ្ទះខ្ញុំសិនទៅភាសាជាងចាតម្រុំតែចយមកនំរបស់ព្រីមក្រៀមអស់ហើយចាអញ្ជើញពូដៀវផងចា លោកធ្នេតអញ្ជើញទៅចុះណាកុំឲ្យក្មេងៗខកចិនខ្ញុំសូមទៅមើលនៅនាងភិននៅផ្ទះសិន អញ្ចឹងតាមនេះមកលោកពូតាណេត បាទ ខ្ញុំចេញទៅរកនៅនាងភិននៅផ្ទះសិនបើចយមកប្រាប់ថាខ្ញុំចេញទៅជួប ចាលោកដៀវ គុណច្រើនហើយចាចាប់ពីអាទិត្យក្រោយទៅលោកប្រហែលជាលេងបានមកទទួលខ្ញុំទៅមកហើយមែនទេ អូមិនអីទេចាំបងលួចមកក៏បានដែរ មិនបាច់ទេចាពូឌៀវមែនតាពូឌៀវអូយមករកខ្ញុំវិញហើយខ្ញុំត្រេកអរដល់ហើយណាពូខ្ញុំនឹកពូដល់ហើយ មកពីណាហ្នឹង អូយភ្លេចណែនាំទៅហើយចាពូឌៀវនេះបងក្រើកចាបងក្រើក
នេះពូឌីវរបស់ខ្ញុំចា ជំរាបសួរពូឌីវ ជំរាបសួរនៅមិនទាន់ប្រាប់ពូថាមកពីណាឡើយទេ អូថ្ងៃនេះបងក្រើកនាំខ្ញុំទៅញ៉ាំបាយចាទៅជប់លៀងព្រោះបងក្រើករកការធ្វើបានហើយពូមកដល់យូរហើយមែនទេ មួយសន្ទុះហើយ ខ្ញុំសុំទោសចា ចយខ្លាយទៅជាមនុស្សភ្លេចណាត់តាំងពីកាលមកសុំទោសចុះលោកពូលោកពូកុំថាឲ្យចយឲ្យបានតាមពិតខ្ញុំជាអ្នកទៅយកចយពីមហាវិទ្យាល័យរួចនាំគេទៅញ៉ាំបាយខ្ញុំក៏មិនបានដឹងថាពូចាំនៅទីនេះដែរខ្ញុំសុំទោសជួសចយទៅចុះបាន រឿងហ្នឹងមិនអីទេតែខ្ញុំត្រូវស្ដីឲ្យចយបើសិនជាទៅណាត្រឡប់មកផ្ទះខុសពេលវេលាគួរណាស់តែទូរស័ព្ទប្រាប់ផងដើម្បីកុំឲ្យអ្នកផ្ទះគេបារម្ភបែបនេះស្ដាប់បានទេនៅ ខ្ញុំសុំទោសចាព្រោះធ្វើឲ្យពូនៅរងចាំខ្ញុំបងក្រើកទៅផ្ទះមុនក៏បានដែរចា ប៉ុន្តែ មិនអីទេណាត្រឡប់ទៅផ្ទះវិញមុនចុះលោកអ៊ំត្រៃនិងអ៊ំស្រីវាស្នាច្បាស់ជាត្រេកអរហើយបើដឹងថារកការបានធ្វើនោះ ចុះ មិនអីទេខ្ញុំអត់កើតអីទេពូឌៀងចិត្តល្អស្ទើរស្លាប់ទៅហើយស្ដីឲ្យតែពី3ម៉ាត់លេងខឹងវិញទៅហើយទៅផ្ទះចុះណា អញ្ចឹងក៏បានដែរខ្ញុំលាសិនណាពូឌីវ បាន ចយប្រហែលសួស្នាជាមួយអ្នកផ្ទះនោះខ្លាំងណាស់ហើយ ពូពិតជាខឹងនឹងខ្ញុំមែនទេ ពូគួរខឹងដែរទេម្សិលមិញពូមកវិញក៏មិនអង្គុយចាំចយក៏អត់មកថ្ងៃនេះចយទៅបាត់ជាមួយលោកក្រាំងតែពីរនាក់ប៉ុណ្ណោះទើបនឹងមកទៀតប៉ះត្រូវទេឲ្យមនុស្សចាំដូច្នេះលោកនេតក៏មកចាំម្សិលមិញក៏មកថ្ងៃនេះក៏មកពូគួរខឹងទេ មានតែពូថាណែប៉ុណ្ណោះមែនទេដែលចង់ជួបខ្ញុំនោះតែពូដេវអត់ទេ ធ្វើខុសហើយចង់ខឹងនឹងពូទៀត ខ្ញុំសុំទោសចា យំធ្វើអីយំធ្វើអីធ្វើមើលតែក្មេងហើយជួទៅ ខ្ញុំដឹងខ្លួនហើយថាខ្ញុំជាក្មេងមិនល្អពូដៀវខឹងខ្ញុំពូលែងស្រឡាញ់ខ្ញុំហើយពូដៀវស្អប់ខ្ញុំ នរណា5ពូស្ដីឲ្យព្រោះពូបារម្ភមិនចង់ឲ្យគេយកទៅចោលជាមនុស្សផ្ដេសផ្ដាសទេឈប់យំទៅក្មួយសម្លាញ់ពូពូដៀវ ណាហើយលើកនេះពូអភ័យទោសឲ្យតែត្រូវសន្យានឹងពូសិន ចាំខ្ញុំសន្យាជូនពូចង់ឲ្យខ្ញុំសន្យាថាម៉េចខ្ញុំអាចធ្វើបានទាំងអស់ដែរសូមឲ្យតែពូកុំខឹងខ្ញុំកុំស្អប់ខ្ញុំបានហើយ ត្រូវសន្យានឹងពូសិនណាចាប់ពីពេលនេះទៅចយមិនឲ្យខុសពេលវេលាទៀតទេបើមានកិច្ចការអីចាំបាច់នោះត្រូវទូរស័ព្ទមកប្រាប់អ្នកផ្ទះសិនដើម្បីកុំឲ្យគេបារម្ភយល់ហើយនៅ ចាខ្ញុំសន្យាចា ក្មួយសម្លាញ់ពូចេះណាស់មកពូជួយទឹកភ្នែកឲ្យគេឃើញមិនល្អទេនៅខ្នេះទៀតឈប់យំទៀតទៅណាអាផុតស្រីនងជាណា
យ៉ាងម៉េចមានរបស់ល្អនៅចិត្តដៃច្រើនមែនវើយអ្នកណាគេដែរគួរឲ្យស្រឡាញ់ណាស់ណាអញថាឯងកុំលូកលាន់អីល្អជាងនាងនេះជើងឆ្នើមណាស់ មិនចឹងទៅវិញនោះលោកពុទ្ធនេតតែនៅស្រុកបារាំង 5-6 ឆ្នាំប៉ុន្តែអត់សង្សារនោះ មានរួចទៅហើយបាទព្រោះអីគ្រាន់តែការងារនឹងធ្វើឡើងមិនតាន់ទៅហើយបានជាខ្ញុំគ្មានពេលវេលាសម្រាប់ទៅមើលស្រីនៅណានោះហើយម្យ៉ាងវិញទៀតនោះខ្ញុំថាទោះបីយ៉ាងណាក៏ស្រីស្រុកបារាំងទៅមិនរួចជាមួយស្រីថៃទេ អូយលោកពូថាណេតមានប្រសាសន៍បែបនេះស្រីថៃអៀនស្លាប់ហើយចា ពិតមែនណាអ្នកនាងព្រីមអូនេះខ្ញុំញ៉ាំតែម្នាក់ឯងតើ អូមិនអីទេលោកពុទ្ធនេតនេះខ្ញុំខំទៅគឺថានាងព្រីមគេខំទៅផ្សារតាំងពីព្រលឹមម្លេះដើម្បី បាទ ដើម្បីទិញអីវ៉ាន់យកមកធ្វើខេកមកធ្វើតាំងពីព្រឹកឯណោះព្រោះអីចង់ឲ្យពូថាណេតមកពិសាចាបានជាធ្វើចាំនឹងឯង អូអ្នកនាងព្រីម ចា អ្នកនាងពូកែដល់ហើយ អរគុណចា ធ្វើដៃមែនតែម្ដងបើសិនជាបើកហាងវិញប្រកាសជាលក់ដាច់មិនខានទេបាទ ចាអរគុណចា ក៏ប៉ុន្តែពួកខេកបែបនេះពិបាកធ្វើដែរទេធ្វើយ៉ាងណាដែរក្រែងពេលណាខ្ញុំទំនេរនៅផ្ទះអីបានធ្វើខ្លួនឯងញ៉ាំផង អូអត់ពិបាកទេចារបៀបធ្វើ ម្សៅគឺមានម្សៅចារួចហើយប្រេងកន្ទក់សណ្តែកបាយកាពិចាមានកពិផងចា ចា កាពិអេ អូត្រង់មុខនោះអីពូថាណេតត្រង់លើគេនោះ អូមែនហើយពណ៌ត្នោតនឹងកាពិហើយចា នេះហ៎ ចា ទៅរសជាតិវាប្រៃឆ្ងាញ់ស្អិតតិចផងចា ចានេះហើយចា រួចមានជូរតិចផងដែរចា ដូចជាចម្លែកដល់ហើយថ្ងៃនេះមេរលំភ្នំលាយមើលទៅគូនេះមានភ្ញៀវនឹងគេដែរបាញ់បងចូលចង្ក្រានបាយអាហារនេះបងធ្លាប់ទិញមកញ៉ាំរួចឈុតនេះជាឈុតដូចគ្នានឹងឯង បងផតអង្គុយសិនទៅ អានេះទិញនៅមាត់ផ្លូវនេះណា ស្ងៀមទៅនេះខ្ញុំប្រាប់គេថានាងព្រីមគេក្រោកធ្វើតាំងតាពីព្រឹក អូធ្វើខ្លួនឯងមែនទេបងថារសជាតិដូចខាងក្រៅអញ្ចឹងបងអូនខ្ញុំអ្នកធ្វើបាន មែនហើយចា តែបាញ់មិញនេះបងថាទិញហើយណា ទៀតហើយ បងផតបងធ្វើឲ្យខ្ញុំខកការហើយ គឺអត់មានអីទេលោកថាណេតនាងព្រីមគេបន្តិចបន្តួចទេរឿងបងប្អូនទេចាលោលេងនឹងគ្នាទៅមកគឺថាញ៉ាំទៀតទៅចា បាទ បងផុតអត់មានអីទេលោលេងគ្នាខ្លាំងចឹងឯងអត់មានអីទេចាអត់មានអីទេបងផុតជាបងរបស់ខ្ញុំរួចហើយនេះពូថាណេតជាមិត្តរបស់ពូឌីវ ជំរាបសួរបាទមិត្តពូឌៀវពូឌៀវមែនទេបាទមិញនេះពូឌៀវនិយាយជាមួយចុយនៅខាងក្រៅបាទចុយមកឲ្យមែនទេ លោកថាណេតជំរាបសួរចា យ៉ាងម៉េចលោកធ្នេតក្រែងតែចង់ជួបចយមែនទេពេលជុំមិនក៏មិនលឺនិយាយស្អី ជំរាបសួរបាទអូលោកឌៀវខ្ញុំយល់ហើយថាហេតុអីកាលនៅស្រុកបារាំងលោកមានការព្រួយបារម្ភមកក្មួយចយនេះដូច្នេះនោះអូហូមកពីគួរឲ្យស្រឡាញ់សុភាពរៀបសារបែបនេះសោះនេះបើសិនជាខ្ញុំវិញខ្ញុំព្រួយបារម្ភជាងលោកទៅទៀត សុភាពលោកធ្នេតលោកទៅមិនបានជួបគេម្ដងសោះមែនទេនេះលោកគិតថាគេសុភាពខុសទីដឹងហីណែមែនទេអ៊ំវ៉ៃឃើញគេពេញកំមបែបនេះទៅហើយក៏ដោយគេជជែកជាងក្មេងខ្លះទៅទៀត មែនហើយចាមែនហើយលោកថាណេតនាងខ្ញុំឃើញក្មេងច្រើនដែរមកហើយតែមិនដែលឃើញអ្នកណាចាចេងដូចនាងចយនេះទេ ឃើញទេ ខ្ញុំអត់ចេះទេកុំទៅជឿពួកដៀវនឹងអ៊ំវាយអីតាមពិតវិញខ្ញុំជាក្មេងដែលសុភាពថែមទាំងគួរឲ្យស្រឡាញ់ទៀតផងណាពូថាណេត ហៅបងទៅបានទេ ហៅអ៊ំវិញទៅ លោកឌៀវអូ មិនបានទេលោកពូថាណេតព្រោះលោកពូថាណេតចាស់បែបនេះទៅហើយ នាងចយ មិនអីទេបាទ លោកពូថាណេតខ្ញុំសុំទោសចា មិនអីទេបាទ យ៉ាងម៉េច លោកទីនាំភ្លើងនោះ ខ្ញុំនិយាយលេងទេ
สลับจิตเธอขอฝากใจไว้จากฟ้าเดียวស្លាស់ទៅចុះ យ៉ាងមិនទៅហើយនឹង ប្រំដើនណា ចយមានឈឺត្រង់ណាដែរទេមានរឿងអីមែនទេយើងមានធ្វើឲ្យពីរអ្នកនឹងគេមិនពេញចិត្តទេអត់ទេចា អ្នកនាងចយ ទីគេមកធ្វើបាបចយអញ្ចឹង អ្នកនាងយ៉ាងមិនថាបានមានត្រូវកន្លែងណាខ្លះទេ អត់ទេចា ជំរាបសួរចាអ្នកនាងផេនអ្នកសាវពេលធ្វើខាងក្រោមនេះរួចហើយជួយតែធ្វើនៅក្នុងបន្ទប់ឲ្យខ្ញុំផងណាបានចាថ្ងៃនេះអ្នកនាងផេនតែងខ្លួនស្អាតដល់ហើយចាខ្សែកក៏ស្អាតដែរមែនទេចាអរគុណណាចាយប់មិញលោកឌៀវមកចាំជួបអ្នកនាងផេនឡើងយប់ជ្រៅឯណោះចាហ៎ថាម៉េចយប់មិញបងឌៀវមកចាំជួបខ្ញុំហ៎ចាមកជាមួយលោកខណេតចាមកតាំងពីក្បាលល្ងាចម្លេះនៅចាំជួបអ្នកនាងឡើងជប់ជ្រៅឯណោះតែអ្នកនាងមិនទាន់មកគាត់ក៏ត្រឡប់ទៅវិញទៅអើយហេតុអីបានគ្មានអ្នកណាប្រាប់ខ្ញុំអញ្ចឹងទូរស័ព្ទទៅប្រាប់ខ្ញុំក៏បានដែរតាឬនេះលោកឆៃឌៀងមានដឹងទេថាខ្ញុំតាណាអត់ដឹងទេចាអត់ដឹងអីដែរទៅហាសាវគឺខ្ញុំក៏មិនដឹងថាលោកឆៃឌៀដឹងឬអត់នោះអីចានេសាវលោកនាងមានផ្ដាំអីមកខ្ញុំទេខ្ញុំក៏អត់ដឹងដែរចាចុកថ្ងៃនេះលោកនាងមកទៀតដែរទេអូយរត់តែមិនដឹងណាស់ទៅហើយចាអូស្អីក៏មិនដឹងចាញ់ឲ្យឆ្ងាយទៅចាញ់ទៅលោករ៉ាប់មែនទេនេះផេនណាយប់នេះខ្ញុំមិនអាចទៅបានទេចាស្រួលម្យ៉ាងដែរព្រោះថ្ងៃនេះម៉ាក់មិនឲ្យយើងទាំងពីរនាក់ទៅរៀនហើយខ្ញុំកំពុងតែខ្ជិលផងបងក៏មិនចង់ទៅដែរព្រោះអីថ្ងៃនេះម៉ាក់ប្រាប់ថានាំទៅ shopping នៅសន្ត្រាល់មែនទេមែនហើយស្បែកជើងទៅណាអស់ហើយព្រេមពួកឌីលជំរាបសួរចា ក្មួយពូមកផ្ទះទាំងថ្ងៃតែម្ដងណា ខ្ញុំសន្យានឹងពូហែងតាថាខ្ញុំមិនដេបដាស់ទៅណាទេឈប់រៀនភ្លាមក៏ចាញ់មកចាំពូនៅទីនេះដែរ ហើយមិនក្តឹងថាពូមក ព្រោះប្រយោគមិញនេះខ្ញុំយល់សប្តិថាពូច្បាស់ជាមករកខ្ញុំថ្ងៃនេះ ដល់ម្លឹងយើងពូកែដល់ហើយណា ពូឌីលខ្ញុំច្បាច់ទឹកក្រូចមកជូនរួចហើយនេះខុកខីផងខ្ញុំធ្វើខ្លួនឯងណា គួរបន្ថយទេណាធ្វើខ្លួនឯង ទោះយ៉ាងណាក៏មិនព្រមដែរពូត្រូវតែពិសាណាឲ្យលឿនឡើង ពិតជាមិនអីមែនណាយ៉ាងម៉េចចា ឆ្ងាញ់ កើតអីហ្នឹង អត់ទេចា បើទេក្រោកធ្វើអី
ឲ្យខ្ញុំស្និទ្ធស្នាលជាមួយពូដេចមុនទៀតមិនកើតទេចា ហេតុអី ព្រោះអំវាយប្រាប់ថាខ្ញុំពេញកំមុំហើយឲ្យទៅប៉ះពាល់ខ្លួនប្រាណចាប់ដៃចាប់ជើងដូចពីមុនមិនកើតទេខ្លាចអ្នកឯទៀតគេឃើញទៅវាមិនល្អទេ ធើឲ្យជួយយើងគិតថាយើងនឹងពេញកំមុំឯនៅហ៎ឃើញទេចាំខ្លាចធ្វើអីហ៎ អូយឈប់សិនពូកុំអាលពិសាខ្ញុំធ្វើច្រើនណាស់នៅផ្ទះអំវាយមានទាំងខុកខីនិងបាវីណាទៅផ្ទះអំវាយវិញណា តោះ 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 ឆាយឌីវ មិញផិន សួស្ដីបាទ សួស្ដីចាអញ្ជើញក្នុងផ្ទះសិនទៅ បាទខ្ញុំមានរឿងចង់និយាយជាមួយដែរ មានរឿងអីដែរទៅឆាយឌីវ គ្មានរឿងធំដុំទេលោកធ្នេនទូរស័ព្ទមកព្រឹកមិញនេះមកនិយាយពីរឿងបនខួបកំណើតរបស់ពួកគេផ្ដាំឲ្យខ្ញុំមកអញ្ជើញនាងទៅចូលរួមដែរបាទថ្ងៃសៅរ៍ក្រោយនេះហើយទំនេរទេបាទ បាទលោកឌីវទៅខ្ញុំក៏ត្រូវទៅបានដែរចាប៉ុន្តែខ្ញុំមិនសូវស្និទ្ធស្នាលនឹងលោកថាណេតនោះផងនោះ មិនអីទេបាទព្រោះខ្ញុំក៏បាននិយាយរឿងអ្នកនៅក្នុងផ្ទះនេះឲ្យគេស្ដាប់ដែរធ្វើឲ្យគេមានការស្និទ្ធស្នាលដែរទៅហើយបាទហើយគេបញ្ជាក់មកដែរថាគេមានបំណងចង់ស្គាល់អ្នកទាំងអស់គ្នានៅក្នុងផ្ទះនេះបាទ មែនណាពិតមែនណា ខ្ញុំមានរឿងចង់រំខាននៅនាងបន្តិចបាទ រឿងអីទៅលោកឌីវ គឺចង់ឲ្យនាងជួយអញ្ជើញអ្នកនៅផ្ទះនេះឲ្យខ្ញុំផងជាពិសេសក្មួយឯលោកអ៊ំផានៅមីងរំផាហើយនឹងចាស់ចាំងឲ្យខ្ញុំអញ្ជើញចុះ មានអីចាតែក្មួយនេះមានន័យថាក្មួយគ្រប់គ្នាមែនទេលោកឌីវ បាទគ្រប់គ្នាទាំងចៃផានេផុងនេផុតនាងភឹមនាងព្រឹម ចោះចយនោះ មួយនោះកុំបារម្ភអីចាំខ្ញុំបបួលគេចុះសូមជួយចាត់ចែងផងបាទព្រោះគេចង់បានឲ្យទៅទាំងអស់គ្នា ចា អរគុណ មានផ្ទះមានសម្បែងមានបងមានប្អូនដែលគួរឲ្យស្រឡាញ់មានឪពុកដ៏សែនកក់ក្ដៅ ចុះម្ដាយនោះ មានម្ដាយដ៏សែនចិត្តល្អនោះអី លោកតាសុំជើញចាជើញចា តែសិនណា ស្វីតដល់ហើយ តែផ្ដាស់មែនប៉ាយើងនេះនិយាយអីស្ដាប់មិនបានសោះគួរឲ្យធុញមែនភាសាមួយយ៉ាងដែរយើងក៏បាននិយាយគ្នាតាមសម្រួលទាំង3នាក់ម្ដាយនិងកូនដែរ ពិតមែនហើយម៉ាក់ ណៃព្រីមម៉ាក់ណាដឹងរឿងអស់ហើយបងភីមគេនិយាយរឿងកូនឲ្យម៉ាក់ស្ដាប់អស់ហើយរឿងអីដែរទៅម៉ាក់គឺរឿងកូននឹងលោកតាណេតនោះអីគឺហេតុអីទៅម៉ាក់មិនថាអីឲ្យកូនទេមើលចុះលោកតាណេតគួរឲ្យស្រឡាញ់សុភាពគ្រួសារក៏ល្អអនាគតក៏ឆ្ងាយណាស់នេះបើសិនជាចង់ស្រឡាញ់ពិតប្រាកដវិញនោះម៉ាក់នឹកបងភីមគ្រប់ត្រពេញបន្ទុកឲ្យចាប៉ុន្តែនាងចយមែនទេលើកនេះនាងចយគេទៅដែរមែនទេម៉ាក់ នេះនាងព្រីងសំណួរនេះណាឯងមិនគួរសួរសោះទោះបីយ៉ាងណាឯងក៏ដឹងដែរហើយថានាងចយច្បាស់ជាទៅហើយរឿងអីគេមិនទៅនោះបើលោកថាណេតបាក់ចិត្តបែបនេះ កូនចាំតែខ្លាចនាងចយនឹងធ្វើអីវាមានឋានៈខុសពីយើងគ្មានអ្នកណាប្រៀបធៀបជាមួយកូនម៉ាក់បានទេឥឡូវអញ្ចេះទៅចុះថ្ងៃនេះចាំម៉ាក់នាំកូនទាំងពីរនាក់ចេញទៅ shopping ឲ្យសប្បាយចិត្តម្ដងអញ្ចឹងមិនដែរ ពិតមែនទេម៉ាក់ ប្រកាសហើយចាប្រសាដល់ហើយម៉ាក់អញ្ចេះចុះណាចាំម៉ាក់ទិញដេរថ្មីឲ្យវាស្អាតដាច់គេទាំងពីរនាក់តែម្ដងណារបស់ម៉ាក់ផងមែនទេ
លើកហើយលើកនេះកូនម៉ាងត្រូវតែស្អាតដាច់គេក្នុងពិធីហើយ អ្នកណាគេស្អាតដែរតែអំបៃ មើលណោះក្បាច់បោច្រើនដល់ហើយតា ពាក់បានទេណង អត់បានទេ អឺ ពិធីធំដុំបែបនេះណាបើអ្នកនាងស្លៀកបែបនេះទោះបីស្អាតយ៉ាងណាក៏ដោយលោកតាក៏មិនព្រមដែរចាច្បាស់ជាត្រូវមាត់ហើយ ធ្វើមិនទៅ ឥឡូវចេះទៅចាចាំយើងមកដោះស្រាយបញ្ហាសាជាថ្មីទៀតចាពេលនេះទៅជួបលោកយាយសិនទៅលោកយាយឲ្យអ៊ំមកតាម លោកយាយរឿងឯដែរតែចា អ៊ំក៏មិនដឹងដែរចាតែអ្នកនាងឆាប់ទៅបន្តិចទៅណាបើឲ្យលោកយាយចាំច្បាស់ជាត្រូវមកលោកតាហើយណា លោកតាស្ដីអ្នកណាគេខ្ញុំឬមួយអំបៃបើលោកតាស្ដីឲ្យអ៊ំនោះខ្ញុំមិនបាច់បន្តទៅទេ ណែអ្នកនឹងចយនេះផ្ដេសផ្ដាទៀតហើយមិនកើតទេឆាប់ទៅកុំឲ្យលោកយាយចាំ តែក៏ទៅចា แสนรักแสนแสน ចៃផាក់លើកនេះកូនគួរតែទៅនឹងគេដែរហើយណាកុំរកលេសដាក់ម៉ាក់នោះព្រោះប៉ាមិនបានទៅទេប៉ាអាចនៅមើលម៉ាក់បានហើយតែកូនត្រូវតែទៅណា មីងចៃផាឡើងមកអង្គុយខាងលើទៅចយមីងចៃផាទៅចាណាមិនបាច់ខ្លាចទេខ្ញុំក៏ទៅដែរតាឬខ្ញុំមិនអោយអ្នកណាមកធ្វើអីមីងទេ លោកយាយឲ្យអ៊ំបាយទៅហើយខ្ញុំធ្វើអីដែរចា យាយហៅមកចង់សួរថាចយមានខោអាវស្លៀកពាក់ដែរទេឃើញពួកគេទិញខោអាវថ្មីលាន់ពេញតែនឹងឯងចុះរបស់ចៅឯងមានហើយនៅ អូមានចាតែមិនមែនថ្មីទេលោកយាយមីងមិនយល់ទេឯងមានន័យថាម៉េចហ្នឹងគឺខ្ញុំក៏មានខោអាវសង្ឃឹកសន្ធាប់ដែរយកមកពីបរទេសនោះចាំយកអាវនេះមកពាក់ជាមួយសម្ពុតនេះទៅខ្ញុំពាក់យ៉ាងម៉េចក៏បានដែរចា ធ្វើម៉េចនឹងស្អាតដូចគេទៅអាចៅ លោកយាយមិនក៏ក្រន់ជាងទៅបង្ហាញប្រាក់ទិញថ្មីទៀតដែរចាខ្ញុំស្លៀកអីក៏បានដែរចា មិនបានទេបើមិនដែរឯងស្លៀកពាក់តែព្រៃតែប្រាស់ទៅបុនគេច្បាស់ឲ្យចោទថាយើងចិញ្ចឹមឯងដូចក្មេងម្រាស់ហើយខូចគេឈ្មោះយើងហ៎ណែយកទៅ អត់ទេចា កុំរឹកធំពេកណាយកទៅទៅទិញខោអាវទៅកុំស្លៀកពាក់តែព្រៃតែប្រាស់ទៅបុនគេនោះខ្ពើមណា ខ្ញុំអត់រឹកធំទេចាតែលោកប៉ារបស់ខ្ញុំបានបដៅថាឲ្យខ្ញុំនេះចាំជាប់ជានិច្ចថាការដែលលោកតារីរាយយកខ្ញុំមកឲ្យនៅក្នុងផ្ទះនេះរួចទំនុកបំរុងខ្ញុំឲ្យបានរៀនជាព្រះគុណខ្ពស់បំផុតហើយដូច្នេះរឿងសម្លៀកបំពាក់ទៅបន់មិនសំខាន់ប្រមាណទេចា សំខាន់នឹងឯង យកទៅណាចយចាំទៅរកទិញអាវថ្មីពាក់បន់នេះអ្នកផ្ទះយើងគេសុទ្ធតែស្លៀកពាក់ថ្មីគ្រប់គ្នាណាចាំមីងនាំឯងទៅទិញយកទៅណាខ្ញុំអត់យកទេមីង ឯងត្រូវទៅយកទៅណាចយកុំឲ្យមានរឿងផង យកទៅណាចៅណា លោកតាអរគុណណាស់ចា ឈប់សិនយើងសុំបញ្ជាចដាច់ខាតថាឯងត្រូវទិញខោអាវថ្មីយកមកស្លៀកណាបើមិនអញ្ចឹងនោះឯងមិនទៅបន់គេទេស្ដាប់បានទេ លោកផាក មើលវាចុះចៅស្រីសម្លាញ់ចិត្តមកវាឯងនេះធ្វើមកលើខ្ញុំ អូលោកគ្រាន់តែនិយាយនឹងគ្នាឲ្យស្រួលទៅក៏បានដែរតា និយាយស្រួលហ៎ក្មេងនិយាយមិនឡោបែបនេះចង់និយាយស្រួលវាប៉ុណ្ណាទៅហ៎ អូហូអ្នកនាងចៅផាកដែលស្អាតដល់ហើយចា ស្អាតទេ អូយមួយនេះក៏ស្អាតដែរចា
របស់អ្នកនាងមែនទេ មែនហើយ ចុះអ្នកនាងគិតស្លៀកមួយណាដែរទៅពណ៌ក្រហមឬមួយអាមួយនេះ ខ្ញុំស្លៀកមួយនេះណាឯពណ៌ក្រហមនេះរបស់ចយទេ របស់នាងចយមែនទេស្អាតដល់ហើយ ចាណែខ្ញុំផ្ញើឯងទាំងពីរជួយអត់ឲ្យខ្ញុំផងណាចាំខ្ញុំមកយកវិញ ចាចាំខ្ញុំអត់អស់ពីធ្វើដៃតែម្ដង ចាអរគុណណែ បូនេះផង ទៀតប្រយ័ត្នបន្តិចផងណា ចាអ្នកនាងចាំខ្ញុំចាត់ការជូនអ្នកនាងចៃផាកពណ៌នេះស្អាតដល់ហើយមើលចោ ពួកឯងនេះយឺនមែនតែម្ដងហើយណោះខ្ញុំប្រាឲ្យអត់ឲ្យហើយតាំងពីព្រឹករួចឲ្យយកទៅទុកក្នុងបន្ទប់នេះម៉ោងប្រហែលដែរហើយ គឺខ្ញុំកំពុងតែអត់ឲ្យអ្នកនាងចិត្តរួចហើយចាណែកំពុងតែអត់អីនាងសាវខ្ញុំឃើញឯងអត់មួយនេះចុះរបស់ខ្ញុំវិញមិនឃើញអត់អញ្ចឹងខ្ញុំប្រាប់ឲ្យអត់របស់ខ្ញុំមុនណារួចនេះ dress អ្នកណាគេកំពុងតែអត់ហើយចាកំពុងតែអត់ស្អីខ្ញុំយកមកឲ្យតាំងពីព្រឹកណារៀនអត់មុនខ្លះសមើប្រហែលម៉ោងហើយនេះចាខ្ញុំអត់ឥឡូវនេះឯងហើយចាបានតែចាស់នឹងឯងធ្វើអីក៏យឺតគ្រប់ពេលវេលាដែរ ហើយជប់សិន dress នេះស្អាតដល់ហើយបងភីម ស្អាតចា ខ្ញុំស្រឡាញ់ដល់ហើយស្អាតទេ ព្រីមស្អាតមែននឹងឯង ខ្ញុំត្រូវស្លៀកមួយនេះឯងត្រូវអត់ឲ្យខ្ញុំឥឡូវនេះភ្លាមទៅស្អាតទេបងភីម អ្នកនាងស្លៀកមិនបានទេចានាងសាលហេតុអីបានស្លៀកមិនបាន មិនឯងថាខ្ញុំស្លៀកមិនបាននោះហា អាវរបស់អ្នកនាងចយទេចានាងចយអូយប្រឡាក់អស់ទៅហើយចាអូយស្លាប់ហើយ สวัสดี យ៉ាងម៉េចហ្នឹងមកនៅត្រង់នេះទេឯកូនមិននាំគ្នាស្លៀកពាក់តែងខ្លួនតែងមកតែងមាត់អីទៅចេះដល់ម៉ោងហើយណាឆាបាននេះខ្ញុំនេះចំចង់ទៅទេចាខ្លាញ់នឹងនាងចយណាមិនបានទេព្រីមរឿងអីទៅកូនឯងមិនទៅមិននឹងកើតនោះភ្លេចហើយហ៎ថាបន្ថ្ងៃនេះជាបន្ខូកំណាត់ឪពុកលោកថាណេតណានេះរួចម៉ាក់ក៏ចង់ឲ្យកូនទៅធ្វើជាម្ចាស់ស្ត្រីដោយឆ្នាំបំផុតរួចស្អាតដាច់គេក្នុងពិធីនេះដែរណាកូនណាអត់ទេម៉ាក់នាងចយវាមាន dress ស្លៀកដែររួច dress របស់វាស្អាតជាង dress ខ្ញុំផងបើមិនជឿទេម៉ាក់សួរបងភីមទៅមើល មែនហើយម៉ាក់ dress នាងចយដែលមានចៃផាក់ឲ្យខ្ចីនោះស្អាតជាងខ្ញុំនឹងព្រីមឆ្ងាយណាបែបនេះណាខ្ញុំនឹងព្រីមមិនសុខចិត្តទេណាម៉ាក់ ចុះបើសិនជានាងចយគ្មាន dress ស្អាតស្លៀកវិញនោះវាប្រកាសជាមិនហ៊ានទៅបន់ជាមិនខានព្រីមនឹងភីមថាអញ្ចឹងទេកូន អ្នកស្រីចន្ទ្រាមែនទេចាមានការអីដែរចាអូចាចិត្តរួចហើយចាបានខ្ញុំយកទៅជូនឥឡូវនេះឯងចាជម្រាបលាចាហើយនៅចិត្តរួចហើយបាញ់ចឹងយកទៅឥឡូវទៅយករបស់អ្នកស្រីចន្ទ្រាអ្នកនាងភីមអ្នកនាងព្រីមលោកផងណាយកឲ្យអស់ទៅអូយមិនដឹងជាបន្ទន់យកទៅធ្វើអីថ្មនេះណោលឿនឡើងនេះប្រយ័ត្នណាខ្ទេចអស់ឥឡូវហើយកាន់តែស្រួលបួល នាងចយ ចេះចុះណាបើនាងចយចង់ទៅពិតមែននោះសាក់ទៅនិយាយជាមួយលោកតាម្ដងទៀតយ៉ាងម៉េចដែរ ទេខ្ញុំ រវល់តែអញ្ចឹងឯងនាងចយនាងចយនេះណោះ ចយកិច្ចមកនៅទីនេះសោះមីងខំដើររកក្មួយឯងឲ្យពេញផ្ទះទៅហើយណែពួកគេតែងខ្លួនរួចរាល់អស់ហើយណាមិនឆាប់ទៅងូតទឹកទៅតិចទៅបន់មិនតាន់គេណាតែខ្ញុំហើយណាមិនអីទេណារឿង dress មែនទេមិនបាច់បារម្ភទេរឿង dress ចយមានចាត់ការរៀបរយអស់ហើយ ស្លាប់ហើយនេះយ៉ាងម៉េចនឹងនាងសាវ
ខ្ញុំគ្មានបំណងទេចាខ្ញុំដាក់អាវនេះថារៀបចំនឹងអត់វារួចខ្ញុំរវល់តែយកអាវទៅឲ្យអ្នកស្រីចន្ទ្រាអ្នកនាងភីមនិងអ្នកនាងព្រីមចាខ្ញុំដាក់ឆ្នាំងអត់ចិត្តនឹងឯងរួចដោតខ្សែភ្លើងតប់ស្រាប់តែវារលំទៅលើអាវឆេះទៅចា ហើយតែបានជារលំទៅកើតនោះសាវឆេះហត់ដៃទាំងពីរទៅហើយណា ខ្ញុំក៏មិនដឹងដែរចា ចាំមែនតែម្ដងហើយអូអ្នកនាងចយ អ្នកនាងចយខ្ញុំសុំតើ បាត់មាត់ទៅឥឡូវអញ្ចេះទៅចុះណាចយស្លៀកត្រេះមីងទៅបនក៏បានដែរឯមីងមិនអីទេមីងលេងទៅហើយណា ល្មមស្ងាត់ហើយ មិនអីទេចាខ្ញុំមិនទៅទេ អ្នកនាងចយដឹងខ្លួនថាធ្វើអីដែរទេធ្វើអី អំបាយ ចយ អ្នកនាងចៃផាកអ្នកនាងចៃផាកមិនបាច់តាមតែនិយាយទេនិយាយទៅរត់តែនាំឲ្យគេខកចិត្តទេអ៊ំថាប្រញាប់តែតែងខ្លួនទៅក្រែងលុយតែមិនតាន់ពួកគេ អ៊ំវាយ មិនអីទេចាជឿអ៊ំចោះ ចាសូមអរគុណច្រើនហើយចាជម្រាបលា មានរឿងអីឥឡូវ ចយណាបងគេបដូរគំនិតលេងទៅបនហើយ បើចយមិនទៅលេខក៏មិនទៅដែរមែនទេរួចបើលេខមិនទៅឲ្យបងទៅធ្វើអី បងកើត ពិតមែនទេ កូនដូចជាលៀបតដាងជ្រុលពេក មិនទៅស្អីទេប៉ាវីមិនស្អីទេ អាចទេបង នេះផងតាហើយនេះមិនទៅទេហ៎ អូលោកតាគូទៅស្គាល់ចរិតកផុងអីបានវាដែរទៅបនអីបែបនេះពីកាលនោះវាប្រហែលជាខ្លាចលោកតាព្រោះគឺផុងគេមានកិច្ចការនៅណែណាលោកប៉ាមួយនេះយ៉ាងមិនវាអញ្ចឹងទេណោះ ភាសាហើយលោកតាព្រោះបងផុងនេះណាទួទៅក៏ដូចជាមិនទៅដែរលោកតាជ្រាបស្រាប់ហើយថាបងផុងមិនដែលចេះនិយាយស្ដីអីរកអ្នកណាគេទេនេះឆៃឌីគេនៅចាំនៅកន្លែងបនហើយមែនទេនាងភីមចាំមក ដូច្នេះខ្ញុំគិតថាបើនៅយឺតយ៉ាវបែបនេះច្បាស់ជាយឺតហើយនិយាយល្មមទៅហើយមែននឹងឯងពេលនេះលោកធានិនប្រហែលជាចាំនឹងព្រីមកូនម៉ាក់ស្លាប់ហើយល្មមទៅហើយចាសូមអញ្ជើញចា នាងចយប៉ះជាខឹងប៉ាហើយព្រោះមិនអនុញ្ញាតឲ្យគេទៅនៅខំអង្គុយលេងព្យ៉ាណូលេងបែបនេះប៉ះជាឌៀមដាមឲ្យលោកប៉ាឲ្យមើលទៅ ចន្ទ្រាតោះល្មមនាំគ្នាទៅហើយ ជួយមើលវាចោះមើលចាំមកវាណោះមើលវា អូយលោកផាកចន្ទ្រាមិនដឹងនិយាយស្អីទេចយមិនមែនជាក្មេងអញ្ចឹងនោះទេ លោកឆៃឌៀវមិនទើបមកអញ្ចឹងខ្ញុំចាំលោកយូរណា
លោកដឹងទេថាខាងក្រៅចុះផ្លូវប៉ុណ្ណា ចុះចយនៅលោក អត់បានមកជាមួយផាឌីបឌិនទេ អូខ្ញុំនៅមិនទាន់ឃើញមាននរណាមកទីលោក ចៃដន្យខ្ញុំជប់រវល់ទៅមិនបានឈៀងទៅទទួលបែបចិត្តមកដល់ហើយ สักวันคงได้เจอทรมานกับรักที่ล่วงเลยไม่เคย ជំរាបសួរចា ជំរាបសួរ ជំរាបសួរចា ជំរាបសួរ 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 ហើយចយនេះណានាង គឺចយគេបដូរកំណត់អត់មកវិញហើយណាលោកពូ ហេតុអីទៅក្រែងចយប្រាប់ថាមកដែរមែនទេបាទ ចយគេបដូរកំណត់ណាលោកពូធនេតពេលនេះខ្ញុំថាបែបទៅលេងជាមួយលោកក្រើកហើយលោកធនេត បាទ រៀបចំធំដុំមែនតែម្ដងហើយស្មានម្ដងសោះចា អញ្ចឹងអញ្ជើញចូលទៅក្នុងតែម្ដងទៅបាទអញ្ជើញបាទ ចាចាតោះកូនតោះអញ្ជើញនាងភិន អញ្ជើញបាទលោកប៉ាគ្រួសារផាទីបឌីនមកបាទអញ្ចឹងអញ្ជើញនៅណាខ្លះដែរអ្នកស្រីចន្ទ្រាបងថ្លៃច្បងគ្រួសារផាទីបឌីនបាទស្រីចន្ទ្រា ជំរាបសួរចា រួចអ្នកនាងភៀងភេនអ្នកនាងចៃផាំងជាកូនស្រីលោកអ៊ំផាក់បានជំរាបសួរលោកផនផុនអ្នកនាងភីមអ្នកនាងព្រីមជាកូនអ្នកស្រីចន្ទ្រាបាន ជំរាបសួរចា ប្រុសមួយបានណាមួយចយនោះចយចយបដូរកំណត់ឲ្យលោកប៉ាអត់មកទីបានស្ដាយមែនតាមសម្រួលចុះណាមិនបាច់ខ្លាចចិត្តទីគ្នាឯងទេណាអញ្ជើញ អរគុណចា អញ្ជើញបានអញ្ជើញ អរគុណចា ប្រាប់ពួកគេតាមសម្រួលទៅណាមិនបាច់ឯងចិត្តអីទេបាទប៉ាអញ្ជើញបានអញ្ជើញ អញ្ជើញចាអញ្ជើញអញ្ជើញចាអញ្ជើញ អញ្ជើញបានអញ្ចេះវិញទៅចុះបាទខ្ញុំថាទទួលទានអីសិនទៅមែនទេបាទអញ្ជើញទទួលទានអីសិនទៅភាសាจีน លោកក្រើកជំរាបសួរចា ជំរាបសួរអំបាយ ជំរាបសួរចា ខ្ញុំមករកចយបាទ អ្នកនាងចយលោកស្រីរំផានាំអ្នកនាងចយទៅបនហើយចា តែបាញ់មិញនេះអ៊ំទូរស័ព្ទទៅប្រាប់ខ្ញុំថា មែនហើយអ៊ំក៏ប្រាប់អ្នកនាងចយថាលោកមកដែរប៉ុន្តែចៃដន្យលោកស្រីរំផាក៏រកអាវថ្មីឲ្យអ្នកនាងចយបានអ្នកនាងចយក៏អស់ឡើងផ្លិចអ្នកនាងចយត្រេកអរហួសពេកណាលោកក្រើសំលោកកុំប្រកាន់អ្នកនាងចយអីណាអ៊ំសំទោសជួអ្នកនាងចយផងទៅចុះ មិនអីទេបានបើអញ្ចឹងខ្ញុំលាសិនណាបាទ ចាចា ចាប់ផ្ដើមមែនណាលោកប៉ា លំដាប់តទៅនេះខ្ញុំបាទសូមអញ្ជើញលោករដ្ឋមន្ត្រីឆានរងសវាងសុទ្ធិឡើងមកជូនពរឲ្យដល់លោកធានទេពតារាមិត្តផងបាទសូមអញ្ជើញ អ
លោកធានថេនរ៉ាមិតនឹងខ្ញុំជាមួយសមាជិកគ្នាយូរឆ្នាំមកហើយថ្ងៃនេះជាថ្ងៃបុណ្យខួបកំណើតរបស់លោកត្រូវចាំឡើងមួយឆ្នាំទៀតហើយខ្ញុំក៏សូមជូនពរលោកមានសេចក្តីសុខកាន់តែច្រើនឡើងទៅនៅពេលនេះខ្ញុំសូមឲ្យអស់លោកនាំគ្នាលើកកែឡើងដើម្បីលោកបាទជ័យយោ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 អរគុណបាទជើញបានជើញអ៊ំអញ្ជើញមកដែរសុកអ៊ំក៏ចង់មកទើបបបួលចយមកជាមួយណាបើចុំផាក់នោះអ៊ំប្រុសប្រាប់ថាដូចជាឈឺក្បាលបានជាមិនបានមកថ្ងៃនេះចយស្អាតដល់ហើយអរគុណចាសុំទោសបានមិនតាន់បានណែនាំផងលោកពូនេះអ៊ំស្រីរំផាភរិយាលោកអ៊ំផាក់បានជំរាបសួរបាទលោករដ្ឋមន្ត្រីនិងលោកឧត្តមសេនីយ៍បាទបាញ់មិញនេះមួយនេះហ៎ចយស្លាក់ជីនកូនស្រីលោកផាក់ភូមិនិងអ្នកស្រីម៉ាហ្គារ៉េតដៃកូនស្គាល់ពុកម្ដាយរបស់នាងខ្ញុំដែរមែនទេចាលោកឆៃឌៀវក្មួយលោកនេះហៅខ្ញុំថាដៃគុណហើយមិនបាច់ហៅដៃគុណក៏បានដែរហៅអ៊ំក៏បានដែរណាចយចាស់លោកអ៊ំស្គាល់ឪពុកម្ដាយខ្ញុំដែរមែនទេប្អូនប្រុសរបស់អ៊ំជាមិត្តរបស់ប៉ានាងយល់ទេប៉ានិងម៉ាក់នាងគេស្គាល់ប្អូនប្រុសគេធ្លាប់ស្គាល់គ្នាណាស្របទៅធ្លាប់ស្គាល់គ្នាអស់ហើយភរិយាដែលគួរស្រឡាញ់ណាស់ស្មានដល់សោះណាលោកធានសួរធនេតក៏បានដែរបាទនាងចយជំរាបសួរចាជំរាបសួរអ៊ំស្រីចាលើកដៃថ្វាយព្រះស្មានថាចយមិនបានមកទៅហើយលោកពូថាណេនធ្លាប់ស្គាល់ប៉ាម៉ាក់ខ្ញុំដែរមែនទេមិនលឺនិយាយប្រាប់ខ្ញុំផងតាមពិតពូបានលឺរឿងឪពុកម្ដាយចយតាំងពីនៅតូចម្លេះណាប៉ុន្តែមកដឹងម្ដងទៀតពេលពូទៅជួបចយរួចមកនិយាយជំរាបលោកប៉ានេះឯងទើបពូនឹកឃើញនោះចយថ្ងៃនេះចយស្អាតដល់ហើយពូត្រូវតែសុំរំជាមួយហើយណាលោកប៉ាបើក floor តែម្ដងទៅបាទនឹងអាលបាសរត់ជាមួយចយផងតាសម្រួលចុះតែគ្នាមិនទាន់បានញ៉ាំអីទេណារួចរំជាមួយចយហើយប៉ារំជាមួយអ្នកណាអ្នកមីងទំនេរទីបាទបើទំនេរបើក floor ជាមួយខ្ញុំណា
មិនចង់ឡើងរំដែរទេ អូ មិនមែននាងខ្ញុំទេ បាទខ្ញុំកំពុងតែគិតដែរបាទ អញ្ជើញចា បាទ តោះកូនមកហៅគេមកហើយ នាងចៃផាក់រំនឹងខ្ញុំមកបាត់ទៅបាទ ខ្ញុំសូមអភ័យទោសផងទៅចុះលោកថាណែនព្រោះអីរឿងរំនេះនាងខ្ញុំមិនចេះទេសាបបួលព្រាមវិញទៅណាព្រាមគេពូកែរំណាស់ចា មែនហើយចានាងព្រីមនេះគេបានទៅរៀនខាងផ្នែករំនេះថែមទៀតផងរួចបកកែរំណាស់ចា មែនដែរបាទអញ្ចឹងអ្នកនាងព្រីមរំជាមួយខ្ញុំមកបាត់ទៅបាទ ស្វាគមន៍ជានិច្ចចា អញ្ជើញបាទ មាននឹងកើតអីហ្នឹងខ្ញុំដូចជាមិនយល់សោះ ចាំឲ្យខ្ញុំអធិប្បាយទៀតមែនទេលោកធ្វើដូច្នេះមិនទុកកិត្តិយសឲ្យខ្ញុំទេណា ខ្ញុំនៅតែមិនយល់ហ្នឹងនេះខឹងខ្ញុំរឿងអីហ៎ តាហេតុអីទៅលោកហេតុអីបានលោកយកចិត្តទុកដាក់នឹងនាងចយនឹងដល់ម្លឹងនោះ ហើយចយមានទងអី មែនហើយចាខ្ញុំក៏មានការសង្ស័យដែរថាហេតុអីបានជាលោកទាញចយឲ្យចូលមកតាក់ទិនក្នុងរឿងយើងទាំងពីរដែរយូរយារណាស់មកហើយខ្ញុំលាក់ទុកយូរយារណាស់មកហើយលោកប្រហែលជាមិនបានដឹងថាលោកបានធ្វើបាបចិត្តខ្ញុំច្រើនប៉ុណ្ណានោះទេរហូតដល់ទៅប្រចាំនៅស្រុកបារាំងជិត3ឆ្នាំខ្ញុំបានទទួលសម្បត្តិពីលោកមិនដល់5ច្បាប់ផងតែបច្ចយវិញនោះបានទទួលសម្បត្តិពីលោកស្ទើររាល់អាទិត្យអំបញ្ញមិញនេះក៏អញ្ចឹងដែរលោករំជាមួយខ្ញុំសោះប៉ុន្តែលោកគិតថាពីលួចមើលចយតើឲ្យខ្ញុំគិតយ៉ាងណាដែរទៅខ្ញុំទៅវិញទេដែលគួរតែសួរលោកនោះទៅត្រូវថាហេតុអីបានជាលោកទាញចោលមកតាក់ទិននឹងរឿងយើងទាំងពីរនោះ ខ្ញុំថានៅនាងប្រហែលជាយល់ច្រឡំហើយបានជាខ្ញុំចាំបាច់ត្រូវយកចិត្តទុកដាក់នឹងចយព្រោះចយគ្មាននរណាទេ ចុះខ្ញុំនោះខ្ញុំមានអ្នកណាក្រៅពីលោកនោះ អរគុណច្រើនហើយណាព្រោះបានរំបើក floor ជាមួយខ្ញុំ ខ្ញុំទៅ
វិញទេដែលត្រូវអរគុណលោកអ៊ំនោះចា ចយពូកែរំមែនមិនខុសទេដែលកើតមកជាកូនស្រីលោកផាក់ភូមិនោះ អរគុណចា កើតអីនឹងអាភេន ពូឌៀពូតាណាដែរនឹងបាត់យូរដល់ហើយ អត់ទេ ចយរំជាមួយពូមកបាត់ណា បាញ់មិញនេះខ្ញុំទៅនឹងរំជាមួយលោកអ៊ំហើយចា អញ្ចឹងហ៎ចយអញ្ជើញទៅតុកនោះមកផ្លែតណាមិត្តភ័ក្ដិពូគេចង់ស្គាល់ចយសូមអនុញ្ញាតមកផ្លែតណាលោកដៀវខ្ញុំសូមខ្ចីចយមកផ្លែតចុះណា អញ្ជើញបាន តោះចយ ចា ខ្ញុំចង់ទៅផ្ទះវិញហើយលោក ហេតុអីទើបនឹងចាប់ផ្ដើមពិធីសងខ្លាចចិត្តលោកពូណា បន្ទាន់ត្រឡប់ទៅណាកូនខ្ញុំចង់ទៅផ្ទះវិញហើយម៉ាក់យ៉ាងម៉េចដែរចាចង់ឲ្យខ្ញុំទៅខ្លួនឯងឬមួយជូនខ្ញុំទៅ អញ្ចឹងចាំចោលមួយផ្លែតសិនទៅដើម្បីបានជុំគ្នាផង អត់ទេចាខ្ញុំចង់ទៅវិញឥឡូវនេះ អូខេខ្ញុំជូនទៅក៏បានដែរសុំទោសបាទ ជំរាបលាលោកពូជំរាបលាលោក សូមអរគុណហើយលោកឌីវរួចនេះមិនចង់នៅញ៉ាំទឹកផ្ទះខ្ញុំអីបន្តិចសិនទេឯលោក ដូចជាមិនបាច់ទេព្រោះអីត្រូវត្រឡប់ទៅបនវិញព្រោះខ្លាចចិត្តលោកធនេតផង ខ្លាចចិត្តអ្នកផ្សេងទេដឹងចា នាងសូមមេត្តាកុំយល់ច្រឡំអីចង់ជាក្មួយខ្ញុំយ៉ាងណាក៏ត្រូវទៅជួយមើលគេដែរ ក្មួយមែនទេចាត្រង់នាងភីងនាងព្រីមមិនក៏មិនឃើញយកចិត្តទុកដាក់ជាមួយផង កុំអាលនិយាយគ្នាអីខ្ញុំថាចាំឲ្យនាងមានអារម្មណ៍ល្អជាងនេះសិនទៅខ្ញុំទៅសិនណា អ្នកនាងផេនយ៉ាងម៉េចមានទូរស័ព្ទអ្នកនាងចាអ្នកណាលោករេវ៉ាត់ចារេវ៉ាត់ មីងថាមីងភៀងផិននឹងឯងប្រហែលជាតូចចិត្តឯងនឹងលោកដៀវហើយតែទៅនឹងខ្ញុំដែរទេឲ្យតែទៅនឹងចយមិញនឹងកើតនោះបើចយរំជាមួយអ៊ំធាននៅឯហ្វ្លនតាតែខ្ញុំក៏មិនសូវសប្បាយចិត្តដែរខ្ញុំខ្លាចតែបានជាមីងផិនសុកត្រឡប់ទៅផ្ទះបែបនឹងនោះមកពីខ្ញុំហើយមីងថាចយគិតច្រើនពេកហើយតែដឹងមីងថាយើងទៅអង្គុយញ៉ាំត្រង់នោះសិនទៅណា មែនទេបាទ លោកធានីត បាទអ្នកស្រីចន្ទ្រាមានកាយនឹងទៅវិញហើយមែនទេបាទ អូនៅមិនទាន់ទៅទេចាប៉ុន្តែនាងព្រីមកូនស្រីខ្ញុំគេចាប់អារម្មណ៍រឿងកាតទូតទើបគិតថាបើសិនជារៀនចាប់ទៅនោះចង់ខ្លាយទៅជាអ្នកកាតទូត
ពូកែដូចជាលោកធានីដែរតើឲ្យធ្វើមិនទៅទើបគេចង់និយាយជាមួយបានទី មែនទេបាទ មែនហើយចា អញ្ចឹងប្រសើរណាស់ព្រោះយូរទើបជួបក្មេងចំនួនថ្មីដែលចាប់អារម្មណ៍រឿងការទូតដូច្នោះរួចជាពិសេសបាទស្រីផងពិបាករកណាស់ ចាប៉ុន្តែតើតែខ្ញុំសំការណែនាំពីលោកពូច្រើនបន្តិចហើយ រីជានិច្ចបាទដូច្នេះតើតែរកកន្លែងអង្គុយហើយដើម្បីជជែកគ្នានៅបាទ ត្រង់នោះអីចានៅទំនេរទេចា អញ្ជើញចាសូមអញ្ជើញនាងព្រីម ដូចមកអង្គុយទីនេះទាំងពីរអ្នកតែម្ដងណាអង្គុយផងបានទេ អញ្ជើញចា សុំទោសបាន ចា អញ្ចឹងចាំខ្ញុំទៅយកភេសជ្ជៈមកជូនលោកចាចា មិនអីទេ អញ្ចឹងខ្ញុំទៅយកវិញក៏បានដែរមិនអីទេចយចាំមីងទៅយកឲ្យក៏បានដែរណាចយនៅនិយាយជាមួយពួកដៀវទៅចុះ អរគុណបាទ មិនអីទេចាពួកដៀវមីងផិននោះចា ពូជូនទៅផ្ទះវិញហើយមីងភិនប្រាប់ថាឈឺក្បាលដូចចង់សម្រា មែនទេមីងផិនមិនមែនខឹងនឹងខ្ញុំទេពូ ខឹងរឿងអីចយធ្វើអីខុស ព្រោះខ្ញុំខ្លាចក្រែងមីងផិនយល់ច្រឡំស្មានតែខ្ញុំ កុំគិតច្រើនអីណាចយពូប្រាប់ហើយថាកុំគិតច្រើន អត់ទេចាខ្ញុំស្ដាប់ភ្លេងនេះទៅដូចជានឹកលោកប៉ាណាពូដៀពូរំជាមួយខ្ញុំមកបាត់ទៅបានទេគឺខ្ញុំគ្រាន់តែនឹកលោកប៉ាប៉ុណ្្នឹងឯងតែដូចជាមិនសុភាពទេបើស្រីជាអ្នកបបួលប្រុសឡើងរំមុននោះមែនទេខ្ញុំសុំទោសទៅចាស់ចាទឹកចាអរគុណបាទអញ្ចឹងតោះចយសុំទោសនេះចៃផាបាទអត់ទេចាហេតុអីក៏អន់មុខជាប់បែបហ្នឹងមិនចង់រំជាមួយពូទេមិនមែនទេពូដៀខ្ញុំត្រេកអរណាស់ព្រោះថ្ងៃនេះមានឱកាសបានរំជាមួយនឹងពូតែខ្ញុំខ្លាចណាស់ខ្ញុំខ្លាចក្រែងពេលពូភ្ជាប់ពាក្យជាមួយមីងភិនហើយពូក៏ឈប់ស្រឡាញ់ឈប់រវល់នឹងខ្ញុំព្រោះមីងភិនមិនចូលចិត្តខ្ញុំទេចយស្ដាប់ពូណាទោះជាមានរឿងអីកើតឡើងក៏ដោយក៏វាគ្មានអីដែលអាចធ្វើឲ្យពូឈប់ស្រឡាញ់ឈប់បារម្ភចយរបស់ពូដែររហូតដល់អីទៅរហូតដល់ថ្ងៃណាមួយដែលមាននរណាម្នាក់ដែលចយស្រឡាញ់រួចគេក៏ស្រឡាញ់ចយ
ហើយមកជំនួសរូបពូគេនោះហើយដែលជាអ្នកថែទាំរួចបារម្ភពីចោះជំនួសពូ គ្មានថ្ងៃទេខ្ញុំមិនឲ្យអ្នកទៀតមកជំនួសពួកដៀវខ្ញុំจะដាច់ខាតខ្ញុំដឹងថាខ្ញុំត្រូវតែស្រឡាញ់ពូអស់មួយជីវិតចាតែពួកដៀវវិញតើអាចស្រឡាញ់រួចបារម្ភពីខ្ញុំយូរប៉ុណ្ណាដែរទៅ ចយនិយាយដូចជាមិនដឹងថាពូស្រឡាញ់ចយប៉ុណ្ណា ប៉ុណ្ណាដែរចា ច្រើនជាងចយស្រឡាញ់ពូ បង្ក្រាំងអត់មកទេបាត់តាណាហើយហ៎ គឺបងក្រើកនោះអីពេលនេះបងក្រើកនៅមន្ទីរពេទ្យ ហាបងក្រើកគាត់កាត់អីហ្នឹង ពីយប់មិញគាត់ស្វឹងរួចបើកឡានទើបមានឧបត្តិហេតុនោះធម្មតាគាត់មិនដែលស្វឹងរួចបើកឡានទេមិនដឹងជាកាត់ស្អីគេទេ ចុះបង្ក្រាំងយ៉ាងម៉េចទៅហើយ នៅមន្ទីរពេទ្យឯណោះពេលនេះឯងកុំអាលសួរអីណាពេលនេះឯងទំនេរទីបងក្រើកគាត់ត្អូនប្រាប់ខ្ញុំថាគាត់ចង់ជួបមុខឯងបានជាខ្ញុំចូលមកហៅឲ្យឯងទៅជួយមើលគាត់បន្តិចទៅណា បាត់ថយយូរហើយមិនក៏មិនប្រាប់ខ្ញុំតោះយើងទៅ ឯងមិនសុំអនុញ្ញាតអ្នកណាទេហ៎ មិនបាច់ទេតោះពួកដេជំរាបសួរចា ជំរាបសួរ ពួកចូលសិនមកពងអង្គុយសិនតែអង្គុយសិនចានេះអង្គុយសិនតែចានាងលេងនេះពួកដេណា ជំរាបសួរចា ជំរាបសួរ នាងលេងចាលេងគេជាប្អូនស្រីរបស់បងក្រើងអូយស្លាប់ហើយបងក្រើងនៅឯមន្ទីរពេទ្យតាខ្ញុំមានធរៈបន្តិចព្រោះខ្ញុំត្រូវទៅមន្ទីរពេទ្យពូចង់ទៅដែរទេពូចាំខ្ញុំផងណាខ្ញុំត្រឡប់មកវិញឥឡូវហើយណាពូណាកុំអាយទៅណាពូខ្ញុំមកវិញឥឡូវហើយណាចាតចយ ខ្ញុំនាំចយមកឲ្យចាលោកប៉ាម៉ា អូលើកដៃថ្វាយព្រះ ជំរាបសួរចា យ៉ាងម៉េចទៅហើយក្មួយអេហេនេះប្រហែលជានាងលេងទៅអ៊ំមកហើយមើលទៅនេះ លោកប៉ានិយាយមើលតែខ្ញុំធ្វើខុសអញ្ចឹងឯងព្រោះអ្នកជំងឺយើងគេត្អូញថានឹកចយបានជាខ្ញុំជួយសង្គ្រោះនោះធ្វើល្អហើយនៅត្រូវមកទៀតអញ្ចឹងដឹងអញ្ចឹងមិនខ្ចីទៅទទួលមកទេ អូនាងលេងប៉ុណ្ណឹងក៏ងងក់ដែររឿងប៉ុណ្ណឹងសោះយើងធំហើយណា បងយ៉ាងមិនទៅហើយ បងបានក្រាន់វិញហើយ អ្នកក្រើកម៉ាក់ថាញ៉ាំអីបន្តិចទៅកូនក្រែងលុយវាតិចអងតិចលេងឆ្ងាញ់ណាស់ញ៉ាំផងនិយាយគ្នាផងក៏បានដែរ មែនហើយកូនតើនៅក្តៅណាលេខនៅជួយបងផងទៅក៏បានដែរណាកូន យើងទាំងពីរនាក់ក៏មិនទាន់ញ៉ាំអីដែរចយចុះទៅញ៉ាំបាយជាមួយអ៊ំសិនទេខាងនេះឲ្យលេងមើលបងក្រើកចុះ អូមិនអីទេអ៊ំស្រីខ្ញុំមិនទាន់ឃ្លានទេអញ្ជើញតាមស្រួលចា អញ្ចឹងអ៊ំទៅសិនហើយណាម៉ាក់ទៅហើយកូន ពិសាអាយុក៏បានដែរម៉ាក់ ចា អ
នាងលេជួយចុកផងទៅមើល យ៉ាងមិនដឹងបង្កើកញ៉ាំខ្លួនឯងក៏បានដែរតាខ្លាញ់មែនមិនដឹងជាមានអីធ្ងន់ធ្ងរផង អូតែបងជាអ្នកជំងឺណាម្យ៉ាងវិញទៀតលេងក៏ជាប្អូនស្រីរបស់បងបើលេងមិនជួយមើលបងមិនចុកបាយទឹកឲ្យបងទេនោះបានពីណាគេជួយមើលទៅ បង្កើកខ្ញុំដូចជាឃ្លានហើយណាបាញ់ចឹងចោយឯងនៅទីនេះសិនហើយណាចាំខ្ញុំទិញអីមកផ្ញើណា ឈប់សិននាងលេង បាយ មកចាស់ចាំខ្ញុំជួយមិនអីទេញ៉ាំមិនដែរចា បាយក៏បានដែរ ឆ្ងាញ់ទេចា ឆ្ងាញ់បាទ លោកធ្នេតប្រហែលជាត្រូវស្នេហ៍ក្មួយស្រីខ្ញុំមែនទេហើយ ថាមិនត្រូវទេបាទបើសិនជាប៉ុន្តែរឿងនេះវាស៊ីសងទៅលើលោកឌៀននេះឯងហើយ តាក់ទងស្អីនឹងខ្ញុំដែរ មិនអីទេបាទបើសិនជាខ្ញុំសម្រេចចិត្តពិតប្រាកដពេលណាហើយខ្ញុំប្រាប់លោកថាលោកតាក់ទិនអីមិនខានទេ លោកនិយាយឲ្យខ្ញុំចង់ដឹងហើយតែមិនព្រមប្រាប់សោះ អញ្ចឹងទៅចុះដូរសាច់រឿងនិយាយម្ដងនិយាយពីរឿងលោកផ្សារជាងរួចចុះលោកអភិសេកត្រឡប់មកវិញកាលដែរ លើម៉ាក់ប្រាប់ថា3ខែទៀត មើលទៅលោកដូចជាមិនសប្បាយចិត្តសោះមានរឿងអីមិនសប្បាយចិត្តមែនទេ មានខ្លះដែរ បើសិនជាមិនរំខានទេនោះប្រាប់ខ្ញុំផងបានទេក្រៃលោកខ្ញុំមានអីដែលអាចជួយលោកបានណា គឺក្រៅពីគាត់ត្រឡប់មកធ្វើការវិញហើយគាត់ត្រូវត្រឡប់មកចាត់ការរឿងការភ្ជាប់ពាក្យរបស់ខ្ញុំនិងនាងភិន ប្រសើរហើយតើរឿងវិញមិនល្អ អត់ដឹងដែរអូខេគាត់ចង់ឲ្យខ្ញុំមានគ្រួសារតែខ្ញុំបែរជាមានអារម្មណ៍ថាខ្ញុំមិនទាន់ចង់ធ្វើការដូចនេះបន្តិចទៀតសិន ខ្ញុំថារឿងការងារមិនមែនរឿងសំខាន់ទេគឺវាសំខាន់នៅត្រង់ថាលោកស្រឡាញ់នាងពេញដែរទេ ដូររឿងនិយាយវិញ ទីនេះស្ងាត់បន្តិចមែន ត្រង់នេះមានកន្លែងទំនេរចា សម្លដូចជាផ្អែមបន្តិច មនុស្សគ្រាន់បាតដែរតាលោកឌី អ្នកណាហ្នឹងអ្នកនាង អត់ទេចាអត់មានអីទេខ្ញុំថាយើងទៅរកញ៉ាំនៅហាងផ្សេងវិញទៅចា ហេតុអីទៅបានហេតុអីទៅក្រោយអ្នកនាងប្រាប់ខ្ញុំមកទីនេះមានទេ ខ្ញុំបដោកំណត់វិញហើយចង់ទៅញ៉ាំនៅកន្លែងផ្សេងវិញ លោកឌីមានទេលោកឌីមានទេដែលនៅទីនោះនោះ នេះរេវ៉ាត់កតណាហ្នឹង ខ្ញុំទៅជួបលោកឌីវនិយាយរឿងអ្នកនាងនេះឯង មិនបានទេចា ហេតុអីទៅខ្ញុំដូចជាមិនយល់សោះមិនក៏នាងធ្វើដាក់ខ្ញុំអញ្ចឹងមិនយល់ពីចិត្តខ្ញុំខ្លះផងទេអ្នកនាងមានខ្ញុំទៅហើយមិនបានជាអ្នកនាង ឈប់និយាយទៅណារេវ៉ាត់ ខ្ញុំមិនឈប់ទេ
ខ្ញុំទៅចូលទៅក្នុងនិយាយជាមួយលោកឌីវឲ្យដល់សោះខ្មៅខ្ញុំមិនអាចទៅជាមួយនាងបែបនេះតទៅទៀតបានទេ អញ្ចឹងក៏បានដែរបានលោកមិនស្ដាប់ខ្ញុំយើងចប់គ្នាប៉ុណ្ណឹងចោល ជប់សិននាងភិន สลับจิตสลับจิต រឿងជីវិតនាងស្លាកចិត្តភាគទី 9 ចប់តែប៉ុណ្ណេះសូមអរលោកអ្នកចេញទស្សនាភាគទី 10 សូមអរគុណ ยอดชีวิตหลงรักสลับสูญแสนรักแสนห่วงแสนห่วง កាហ្វេមិនល្អចំពោះសុខភាពទេខ្ញុំថាពិសាទឹកក្រូចល្អជាងណា ខ្ញុំចង់ផឹកកាហ្វេវាជារឿងខ្ញុំមិនមែនជារឿងនាងទេ លោកបងចយបារម្ភពីលោកបងណា មិនបាច់បារម្ភពីខ្ញុំទេ នេះកាហ្វេរបស់លោកតាណាចៅស្ករតែមួយស្លាបព្រាហើយដាក់ទឹកដោះគោឲ្យច្រើនបន្តិច ចាបានចឹងទឹកក្រូចជូនមិញភិនចាចា អរគុណតែឆ្អែតហើយ ទឹកក្រូចជូនលោកយាយចា អរគុណណាចៅកាលពីថ្ងៃមុនឆាយឌីវមករកប៉ានឹងម៉ាក់ប្រាប់ថាអ្នកផាគីនឹងត្រង់អភិសេកបំរុងត្រឡប់មកស្រុកថៃវិញហើយកាលទៅម៉ាក់ប្រហែលជាជាង3ខែទៀតហើយកូនដឹងទេថាត្រង់អភិសេកនឹងអ្នកផាគីត្រឡប់មកសាមនេះតាំងចិត្តថានឹងធ្វើអីចាស់អត់ដឹងទេអ្នកផាគីប្រាប់ថាមករៀបចំជាប់ពីរវាងភេនហើយនឹងឆាយឌីវ ទៅចេញទៅក្រៅទៅ ពិតមែនទេម៉ាក់ដែលម៉ាក់មានប្រសាមិញនេះ ពិតមែនណាកូនប៉ាបារម្ភបានជា5ឲ្យដឹងមុនបន្តិច ហើយមានរឿងអីទៅលោកប៉ា គឺរឿងនេះរៀវ៉ាត់នោះប៉ាខ្លាចមានបញ្ហា ពធោអើយស្មានថារឿងអី រឿងលោករេវ៉ាត់និងខ្ញុំនេះគ្មានអីទេលោកប៉ាយើងគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ជាហើយមិញនេះដុកទ័រមកប្រាប់បងថាស្អែកឲ្យបងត្រឡប់ទៅផ្ទះបានហើយ ប៉ិតមែនណា ពិតមែន ជួយអរណាហើយបងក្រឹងធ្វើអីណា អូកិច្ចការនៅក្រុមហ៊ុនទទួលបងដូចជាអបសុកបានជាយកមកឆែកមើលម្ដងទៀត បងក្រឹងជាអ្នកជំងឺណាធម្មតាគេឲ្យអ្នកជំងឺសម្រាប់មិនកើតទេខ្ញុំមិនឲ្យធ្វើទេទុកឲ្យអស់ត្មងទៅទុកទៅអ្នកជំងឺត្រូវតែសម្រាប់ណាណែមើល TV ជំនួសវិញល្អជាង ចយ មិញហៅខ្ញុំមកចា កំពុងតែគិតអីហ្នឹងឬក៏មានរឿងមិនសប្បាយចិត្ត អត់ទេចា មិនបាច់ថាទេហើយក៏កុំមកលាក់នឹងបងអង្គុយមើលចយភ្លឹកតាំងពីយូរហើយណាចយបើចយមានអីមិនសប្បាយចិត្តអាចប្រាប់បងបានព្រោះបងមិនអាចជួយឲ្យចយបានតែដល់ចយប្រាប់បងវាអាចធ្វើឲ្យចយបានធូរទ្រូងខ្លះផងក៏មិនដឹង
រឿងពួកដៀវចា ពូដៀវ ចាព្រោះមិនយូរប្រហែលទៀតពួកដៀវនឹងមេងភិនភ្ជាប់ពាក្យនឹងគ្នាហើយ ពិតមែនទេ លោកតាលោកយាយក៏បានហៅមេងភិនឲ្យទៅនិយាយពីរឿងនេះដែរ ឡោតាព្រោះគាត់ទាំងពីរស័ក្តិសមគ្នាណាស់ ចាលោកគ្រើក៏គួរស្រឡាញ់ដែរអ៊ំសវាយក៏ធ្លាប់ប្រាប់ដែរថាតាំងពីលោកគ្រើមកស្គាល់ចយលោកគ្រើដោយខុសស្រឡះពីមុនតែម្ដង ខុសយ៉ាងម៉េច ព្រោះពីមុនលោកគ្រើឧស្សាហ៍លេចលឺដំណឹងពីរឿងស្រីណាតែដល់មកស្និទ្ធស្នាលជាមួយចយលោកគ្រើលែងជាព្រាននារីហើយថែមទាំងចាប់ផ្ដើមធ្វើការយ៉ាងប្រកបដោយជាទៀតផង បាទអញ្ចឹងហ៎បើដូច្នេះសបញ្ជាក់ថាពីរអ្នកនេះគេស្និទ្ធស្នាលនឹងគ្នាថ្នាក់ដល់ មិនទាន់ដល់ថ្នាក់ជាសង្សារនឹងគ្នាទេលោកអ៊ំសវាយប្រាប់ថាចយគិតទៅលោកគ្រើដូចជាបងប្រុសប៉ុណ្ណោះតែចំពោះលោកគ្រើខ្ញុំមិនច្បាស់ក្នុងចិត្តទេ ផិនត្រឡប់មកវិញហើយ សួស្ដីចា សួស្ដី បងថៃដៀវមកយូរហើយហ៎ មួយសន្ទុះហើយ ហើយលោកថាណេតអត់បានមកជាមួយទេហ៎ លោកធានេតគ្មានកិច្ចការជាមួយប៉ាគេបានជាមិនអាចមកបាន បាទដូច្នោះលោកថាណេតក៏ស្ដាយដែរមើលទៅព្រោះមើលទៅរឹកពីគេដូចជាចង់មកជួបចយណា អញ្ជើញបងទៅផ្ទះខ្ញុំណាទៅនិយាយគ្នានៅទីនោះល្អជាងអញ្ជើញចា ខ្ញុំទៅសិនណា ចាអញ្ជើញ ពួកដៀវនោះហ៎ឈប់ស្រឡាញ់ចយគ្មានផ្លូវទេអ៊ំសវាយមិនជឿទេ ពិតមែនណាមិនយូរប្រហែលពួកដៀវត្រូវភ្ជាប់ពាក្យជាមួយមីងផិនហើយខ្ញុំដឹងច្បាស់ណាស់ថាមីងផិនអត់ចូលចិត្តខ្ញុំទេបន្តិចទៀតពួកដៀវលែងស្រឡាញ់ម្ដងបន្តិចម្ដងបន្តិចឈប់ចាប់អារម្មណ៍នឹងខ្ញុំម្ដងបន្តិចម្ដងបន្តិចតាមមីងផិនដែរចា ពធអើយនាងចយរបស់អ៊ំមិនក៏គិតអញ្ចឹងលោកឆៃដៀវចាស់ទុំហើយនាងចយមិនគិតបន្តិចក៏មានសង្សារហើយចាប់អារម្មណ៍ទៅសង្សាររហូតដល់ភ្លេចពួកដៀវ មិនពិតទេខ្ញុំគ្មានថ្ងៃភ្លេចពួកដៀវរបស់ខ្ញុំជាដាច់ខាតអញ្ជើញចា ចូលមកហ៎ នាងចយលោកថៃដៀវឲ្យខ្ញុំមកតាមអ្នកនាងទៅជួបចា នោះអីឃើញទេអ៊ំសវាយប្រាប់ហើយតើថាលោកឆៃដៀវគ្មានថ្ងៃលែងចាប់អារម្មណ៍អ្នកនាងចយទេ ចយបងអង្គុយពីកាលហ្នឹង មកសន្ទុះហើយចា ហេតុអីក៏មិនប្រាប់ពូឲ្យពូជួយចាំកើន ខ្ញុំចូលចិត្តមើលពូពេលដែលពូឈរគិតដូចម៉េចនេះដូចលយដល់ហើយ ឈប់ជួយចិត្តនិយាយដូចក្មេងអញ្ចឹងយើង ព្រោះអីខ្ញុំនៅក្មេងណាស់ឡើយដោយចាប់ផ្ដើមភ្លៀងហើយណា ច្បាស់ហើយថាក្មេងបើចយនៅក្មេងអញ្ចឹងលោកក្រើកមិនមែនតាមតួងចយអញ្ចឹងទេ យ៉ាងម៉េចហ្នឹងបងគ្រើមិនបានតាមតាក់ទងខ្ញុំទេយើងសេពគប់គ្នារបៀបជាបងប្អូនប៉ុណ្ណោះចា បងប្អូនប៉ុណ្ណោះទេហើយចការដែលចយទៅមើលគេរាល់ថ្ងៃនៅឯមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញពេលយប់ព្រលប់នោះចយចង់ឲ្យពូថាត្រឹមតែបងប្អូនទេហ៎ ហេតុអីហេតុអីហ៎ពេលដែលបងប្អូនឈឺឆ្កាន់ទៅមើលតើវាខុសត្រង់ណាទៅ
អត់ខុសទីចយធំពេញកំមុំហើយមិនចម្លែកទេបើមានកម្លោះមកតាក់ទងនោះពូកំពុងតែបារម្ភបើចយបែងចែកពេលវេលាមិនត្រូវធ្វើឲ្យខូចខាតការរៀនសូត្របើមានអាណាគេមិនយល់ចយអាចត្រូវមកគេបានចាស់មែនហើយព្រោះពូដៀលបារម្ភពីខ្ញុំតែរឿងរៀននិងរឿងត្រូវមកគេប៉ុណ្ណោះឯងចយពូបារម្ភណាស់មិនក៏ថាបិច្រាស់ឲ្យពូអញ្ចឹងខ្ញុំសុំទោសពូមិនបាច់បារម្ភពីខ្ញុំទេខ្ញុំឌឺជាមួយពូមិនបានយូរប្រហែលទៀតទេព្រួយបន្តិចទៀតទោះខ្ញុំឌឺក៏ពូគ្មានពេលបារម្ភពីខ្ញុំដែរហើយនេះវាស្អីហ្នឹងមិនសប្បាយចិត្តនឹងពូរឿងអីចាអត់ទេខ្ញុំនិយាយតាមដែលខ្ញុំគិតចាហើយចយគិតស្អីខ្ញុំកំពុងតែគិតថាក្រៅពីអ៊ំវាយហើយគ្មានអ្នកណាគេស្រឡាញ់ខ្ញុំទៀតទេពូភ្ជាប់ពាក្យជាមួយមីងផិនពេលណាពូឈប់ស្រឡាញ់ឈប់បារម្ភពីខ្ញុំមែនទេចយគិតបានត្រឹមតែថាពូឈប់ស្រឡាញ់ឈប់បារម្ភពីចយហើយហេតុអីបានចយមិនសម្លឹងមើលខ្លួនឯងផងតាំងពីចយមានលោកក្រៅចយក៏ឈប់ស្រឡាញ់ឈប់បារម្ភពីពូដែរមិនពិតទេចាពូតាដែលមិនចាប់អារម្មណ៍នឹងខ្ញុំចយណាស់ហើយពូខ្ជិលប្រកែកគ្នានឹងចយពីរឿងនេះណាចយនឹងចាំបានទេថាពូនិយាយ